bà khiêm bát vì chậm đợt lấy chăn sòng ván bà chia bờ thiên mình ti súc hà bà này rồi bà khai là mình ti mình chế ngày ní đời xa ban cảm nhạt bị ai đom bà khai là bây khiêm ban đo bờ miền chun nẹt xa bờ miền bờ dưỡng ông pi cả này bom ôm chia bờ dưỡng để rong kru đòi cả ban bà hà bọกองtập chuyên biên Thái hơi mà đo mong ní khiêm xôm mình chẹt há cả này bị chia bờ đại miền rồi bút nám mình chun mong ti pe khai bờ tập hiệp cầm bị chia chụp mong cô đấy cứ miên chấm luôn bay nè hơi nâng ở miền cạn này slap tại mùi cạn này để chân sông bong sông hơi nè xa bò miền tầng ó người ta chỉ điểm mình miền bò miền lớp bị năng tề hơi ngày này đá trong bạt ở trong môi nâng ai đau bị chạm tuần tan sụt cốn bộ nâng krom ca nghề bom tì pe sông bò miền tây phiệp bàm tì pe mất tập phiệp cầm bị chân prakosma nơi đi từ phnom penh lục ban thưa ca nghề sông cru để chụp cháy lỡ bay cạn này nâng hơi đại ai đomประเทศที่เปย์ประกุศมะได้ลกบานโจรวมทั่วกลางนี้เด็กตัวจมูกหนึ่งกรมกรุเปย์บ่ยืงยางสลามให้มองนี้ยืงตัวบานกาแวกกัดโดยจุกใจตัวเลือดแต่งใบกะในให้ไอ้ดอมประเทศโลกนั้นเป็นเจ้าทากะในมวยนั้นเบียปะปอลอีกครั้งดับใบจูนตัวดอเนี่ยซาปอนเมียนเยอะบานเฉียบให้ดับใบกลมอ้อยเมียนกาสายปอนเมียนคบปีกาเปิดผสมเอาคนสมจูนจะบอตะบองបាទសូមជំរាបសួរថ្ងៃនេះគឺពួកយើងខ្ញុំពិតជាមានភ័ព្វតំណាងដែលក្រុមការងាររបស់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនកុស្មៈក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលឲ្យពួកក្រុមគ្រូពេទ្យយើងខ្ញុំចុះមកមន្ទីរពេទ្យមង្គលមរីដែលជាមន្ទីរពេទ្យសម្ព័ន្ធមេត្រីជាមួយនឹងមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនកុស្មៈចៃដន្យដែលយើងត្រៀមនោះគឺយើងត្រៀមសម្រាប់ទទួលបងប្អូនយើងដែលថឹងមានភូមិវត្តទេក៏ប៉ុន្តែនៅពេលដែលមានបញ្ហាគ្រោះថ្នាក់កើតឡើងពួកយើងខ្ញុំក៏ចូលសហការជាមួយនឹងក្រុមការងាររបស់មន្ទីរពេទ្យមង្គលបរិយរួមគ្នាដើម្បីសង្គ្រោះបងប្អូនដែលត្រូវរបួសទាំង3នាក់បងប្អូនរបួសទាំង3នាក់យើងចូលមកគឺយើងមានបងទី1ឈ្មោះទីសុងមេងបាទអាយុ32ឆ្នាំគឺជានោះគឺជាអ្នកជំងឺនោះបងប្អូននោះគាត់ទៅរបួសពីផ្លូវពីខាងក្រោយមកខាងមុខប៉ុន្តែសំណាងល្អដែរដែលការសង្គ្រោះនោះការដែលត្រូវរបួសនោះគឺវាមិនប៉ះពាល់ដល់សរសៃឈាមមិនប៉ះឆ្អឹងយើងក៏បានធ្វើការលាងសម្អាតហើយជាសាច់លួយហើយយើងធ្វើការសម្អាតហើយយើងផងស្មងប្អូនទី2គឺប្អូននេះអាយុ29ឆ្នាំឈ្មោះបាទរិទ្ធចន្ទធាអាយុ29ឆ្នាំប្អូនគាត់ត្រូវរបួសចំផ្នែកខាងក្រោមនេះបាទធំដែរប្រហែលជា6ទៅ8សង់ទីម៉ែត្រសំណាងល្អដែរដែលមិនប៉ះសរសៃឈាមប៉ះឆ្អឹងយើងក៏បានសង្គ្រោះបានហើយប្អូនចុងក្រោយគេនេះគឺធ្ងន់ធ្ងរជាងគេបន្តិចដោយសារគាត់មានធ្លាយពោះក៏ប៉ុន្តែដោយសារការជួយសង្គ្រោះតាន់ពេលយើងទំវះកាត់ទៅចប់មិញហ្នឹងបាទគាត់មានបញ្ហាធ្លាក់ធ្លាយពីខាងមុខនេះមកពីក្រោយនេះបាទន័យថាគ្រាប់បាញ់ចំពីមុខធ្លាយទៅក្រោយនៅក្នុងនោះគឺមានការប៉ះពាល់ថ្លើមបាទវែងដែរប្រហែលជាចូលជិត10សង់ទីម៉ែត្រក៏ប៉ុន្តែជាសំណាងល្អដែលវាមិនធ្លាយដាច់ថ្លើមហើយមួយទៀតធ្លាយពោះវៀន4កន្លែងទៀតដោយសារកន្លែងពោះវៀនច្បត់ដូច្នេះធ្លាយពីនេះចេញមកនេះហើយមានប៉ះពាល់ដល់ថ្លើមនិងប៉ះពាល់មានក្រោមការប្រឹងប្រែងរបស់គ្រូពេទ្យវះកាត់ដែលយើងមកពីទីក្រុងភ្នំពេញជាមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនកុស្មៈរួមផ្សំជាមួយមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមង្គលបរិយបាទខេត្តបន្ទាយមង្គលបរិយនេះប្រឹងប្រែងទាំងអស់គ្នាយើងក៏បានជួយសង្គ្រោះគាត់ជាក់ស្ដែងគឺយើងធ្វើការវះកាត់ដោយជោគជ័យបាទនៅតែការតាមដានបច្ចុប្បន្ននេះគឺគាត់ដឹងខ្លួនបដាហើយបាទហើយឈាមអស់ពីប្លោកបាទយើងដាក់ឆាប់អស់ពីសាក់ប្រហែលជា700មីលីលីត្របាទឈាមហើយការបាត់បង់ឈាមជាមួយនឹងការដាក់ឈាមគឺយើងអាចប្រព័ន្ធគ្នាបាទអញ្ចឹងសភាពទូទៅបច្ចុប្បន្នដែលយើងចេញពីធ្វើការវះកាត់នេះគឺមានភាពធូរស្រាលក៏ប៉ុន្តែយើងធ្វើការតាមដានការវិវត្ត5ទៅ6ថ្ងៃបន្តទៀតបាទចំពោះប្អូនខាងនេះបាទដែលត្រូវពោះប៉ុន្តែប្អូនខាងនេះគឺយើងសង្ឃឹមថាมันមានអីធ្ងន់ធ្ងរទេដោយសារការវះកាត់គឺយើងវះកាត់បានល្អប្រសើរហើយប្អូននេះក៏យើងវះកាត់បានល្អប្រសើរប៉ុន្តែរបួសនឹងយើងចំដល់ថ្លើមជាពិសេសនឹងពោះវៀនយើងរងចាំការវិវត្តប៉ុន្តែទោះបីយ៉ាងម៉េចក៏ដោយការខិតខំសហការគឺយើងសង្ឃឹមថាมันមានហានិភ័យប៉ះពាល់ដល់ជីវិតទេបាទដល់យ៉ាងទៅអាច estimate បានទេតើគាត់នឹងដឹងខ្លួននិយាយបានឥឡូវគាត់ដឹងតែប៉ុន្តែគាត់ហៅជាទូទៅការដាក់ថ្នាំត្រឡប់វាមិនមែនដឹងដូចយើងធម្មតាបាទវាមិនមែនដូចអ្នកងើពីគេងទៅថ្នាំគេថ្នាំត្រឡប់គឺយើងដាក់សម្រាប់ឲ្យមានការថ្នាំត្រឡប់ហ្នឹងគឺថាកម្រិតខ្ពស់ធ្វើឲ្យគាត់មិនអាចឈឺចាប់នៅពេលយើងវះកាត់បានអញ្ចឹងការដឹងខ្លួនរបស់គាត់មាននៅពេលវេលាប៉ុន្តែកន្លះម៉ោងឬមួយ1ម៉ោងទៀតគឺគាត់ដឹងច្បាស់ឥឡូវនេះបានតែមកដឹងឲ្យដេកទៅវិញបាទលោកគ្រូអាចបញ្ជាក់បានឲ្យការវះកាត់នេះប្រើរយៈពេលប្រហែលម៉ោងទៅអូននេះយើងប្រើរយៈពេល
ចិត្ត2 ម៉ោងបានឯ1ម៉ោង55នាទីបាទទោះយើងវាហើយដោយសារទី1គឺភ្លេរបួសវាច្រើនទី2យើងធ្វើចុងក្រោយដើម្បីយើងសម្អាតបាទហើយបងអូនផ្សេងនេះគឺប្រើរយៈពេល45 មីនិតទៅ1ម៉ោងទេបាទ អញ្ចឹងបានន័យថាស្ថានភាពរបស់គាត់ទាំងអស់នេះថ្ងៃស្អែកអាច បាទយើងអាចមិនទាន់អង្គុយបានទេវាពោះមិនអាចឲ្យអង្គុយប៉ុន្តែយើងអាចសួរនាំគាត់បានបាទ3ម៉ោងក្រោយយើងអាចសួរនាំគាត់បានបាទប៉ុន្តែឥឡូវនេះដោយសារស្ថានភាពអញ្ចឹងយើងទៅឲ្យថ្នាំគាត់សង្ងំដើម្បីកុំឲ្យគាត់មានការឈឺចាប់បាទ សរុបជាខ្លីបានន័យថាអ្នកដែលរងរបួសទាំង3អ្នកហ្នឹងគឺរួចផុតពីការស្លាប់ហើយ បាទរួចផុតពីការស្លាប់បាទ សូម